ជាខាងកើតសុំតោះចាំទេនេះផ្លូវពីបុរាណណាផ្លូវឡើងភ្នំជីសូរឬស្រីសូរ្យបរពតយើងចូលពីខ្នល់មកអង្គមនោះអានេះយើងជិះចូលមកដល់អាហ្នឹងគេគោលបដទី1នោះលេនឡានចូលមកខ្ញុំមិនអត់ចូលតាមហ្នឹងទេខ្ញុំឡើងមកតាមផ្លូវឡានឡើងមកដល់លើហ្មងនេះឡើងមកឈប់នៅខាងក្រោមហើយឡើងចដាមកទៀតនេះគោលបដមួយទៀតមើលឃើញបាំងនៅពីក្រោយដើមពោហ្នឹងយើងឃើញហ្នឹងគោលបដទី2ចាហើយថាឡើងរហូតហើយតមកពីគោលបដទី2ហ្នឹងមកនេះឡើងមកនេះចដាគេនេះខ្ញុំឃើញចដាណាចដាឆ្វេងហើយស្ដាំដៃនេះឡើងមកខាងនេះចូលទៅធំរហូតចំទូប៉មកដាប្រាសាទគូដាសិនបាយឲ្យយល់នេះមើលតាក់មើលទៅខ្ញុំមិនដឹងថាមិនទៅពុំស្គួយស្ដាំនេះជ្រុះមកក្រោមដឹងក្រោមធ្លាក់មកក្រោមស្ទឹងទាំងអស់នេះនៅតិចណាដែលនៅទៅជាប់ជាមួយនឹងទូរស័ព្ទណាឃើញនេះហ្នឹងនៅឃើញនេះភាសាព្រះវិហារយើងនេះឈូសមកក្រោមច្រើនណាស្អាតហ៎មកទៅអង្គជិះបងមើលទីទឹកខាង5ខាងពីសងខាងអាធំមួយកដាចានេះក្បាល5នេះចុងចែកនេះជ្រុះច្រើនណាស់នេះចានោះសតនិកជ្រុះមកតាមមន្ត្រីណាខាងមន្ទីរវប្បធម៌តកែវដែលគាត់ប្រចាំការនៅនោះប្រាប់ថា